ទស្សនិកជនជាទីមេត្រីមិនត្រឹមតែការពារដែនសមុទ្រកកដកពិសិដ្ឋនៃមាតុភូមិប៉ុណ្ណោះទេឆ្មាំសមុទ្រកកតែងតែរួមដំណើរជាមួយនឹងប្រជាជនក្នុងកិច្ចការប្រជាចលនាសុខុមាលភាពសង្គមផងដែរនាពេលថ្មីនេះនៅឃុំញើកមីទីក្រុងកន្ធើបញ្ជាការឆ្មាំសមុទ្រតំបន់ទី4បានសម្របសម្រួលជាមួយនឹងរដ្ឋបាលភូមិភាគរៀបចំកម្មវិធីឆ្មាំសមុទ្ររួមដំណើរជាមួយនឹងអ្នកនេសាទនេះគឺជាឱកាសមួយដើម្បីប្រសពផ្សាយច្បាប់ដល់ប្រជាជនគិតគូរដល់ជីវភាពគ្រួសារជួបលំបាកនិងសាយភាយស្មារតីសាមគ្គីរវាងកងទ័ពនិងប្រជាជនយើងមានជាឃុំជនបទមួយស្ថិតតាមទន្លេហៅទោះបីជីវភាពមានការកែលម្អជាបណ្ដើក៏ដោយប៉ុន្តែនៅមានគ្រួសារជាច្រើនមិនទាន់មានលក្ខណៈចិត្តដិតសពគ្រប់នៅព័ត៌មានច្បាប់ពីសមុទ្រកោះពីសកម្មភាពនេសាទជលផលពីបញ្ហាបរិស្ថាននិងផលប៉ះពាល់អាសកម្មពីគ្រោះអបាយមុខសង្គមប្រហេតុនោះការវត្តមានរបស់កងកម្លាំងនគរបាលសមុទ្រនៅញៀងមីមិនត្រឹមតែបំពាក់អត្ថន័យឃោសនាប៉ុណ្ណោះទេនៅទាំងការចែករំលែកតនពេលជំនួយចំណេះដឹងនិងការទំនុកចិត្តដើម្បីមេមីងស្ងប់ចិត្តពលកម្មនិងលំនឹងជីវភាពchương trình cảnh sát biển đồng hành với ngư dân hôm nay កម្មវិធីនគរបាលសមុទ្ររួមដំណើរជាមួយនឹងប្រជានេសាទបាននាំមកនៅតម្លៃជាក់ស្ដែងជាច្រើនទាំងការលើកកម្ពស់ការយល់ដឹងច្បាប់បណ្ដានិងជំនួយសុខុមាលភាពសង្គមលើភូមិសាស្ត្រឃុំព្រមទាំងពង្រឹងការទំនុកចិត្តនិងបង្កើតទំនាក់ទំនងដករឹងមាំរវាងរដ្ឋបាលប្រជាជននិងកងកម្លាំងនគរបាលតំបន់សមុទ្រតាំងពីនោះភូមិភាគមានបន្ថែមមូលដ្ឋានរឹងមាំនិងស្ថិរភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅសន្និបាតតំណាងជាតិ200នាក់ជាកម្មាភិបាលបុគ្គលិកសមាជិកសមាជិកាសម្ព័ន្ធយុវជនសមាជិកានារីកងកម្លាំងប្រដាប់អាវុធនិងមេមីងបានឃោសនាពីច្បាប់នគរបាលសមុទ្រវៀតណាមច្បាប់ជលផលសេចក្តីកំណត់បង្ការប្រឆាំងនេសាទ IUU ចំណេះដឹងបង្ការប្រឆាំងគ្រឿងញៀនការពារបរិស្ថានជាបញ្ហាជាក់ស្ដែងផ្សារភ្ជាប់ដោយបន្តជាមួយនឹងផលិតប្រកបជីវភាពនិងអភិវឌ្ឍស្ថិរភាពរបស់ភូមិភាគក្នុងអនាគត chương trình cảnh sát biển đồng hành với ngư dân កម្មវិធីនគរបាលសមុទ្ររួមដំណើរជាមួយនឹងប្រជានេសាទគឺជាទម្រង់ការងារប្រជាចលនាពិសេសរបស់នគរបាលសមុទ្រវៀតណាមបានប្រសពផ្សាយពីឆ្នាំ2017សំដៅលើកកម្ពស់ការយល់ដឹងច្បាប់សម្រាប់អ្នកនេសាទរួមចំណែកកសាងរបបត្រីប្រកបដោយនិរន្តរភាពបង្កើនការទំនាក់ទំនងរវាងកងកម្លាំងនគរបាលសមុទ្រជាមួយនឹងគណៈកម្មាធិការបករដ្ឋបាលភូមិភាគការទំនាក់ទំនងសាមគ្គីសេនាជនផ្សារភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រជាមួយនឹងការពារអធិបតេយ្យភាពសមុទ្រកោះឆ្លងតាមកម្មវិធីខ្ញុំសង្ឃឹមមិនត្រឹមតែធ្វើឲ្យច្បាប់កាន់តែខិតជិតមេមីងប៉ុណ្ណោះទេថែមទាំងរួមដំណើរជាមួយនឹងប្រជាជនក្នុងចែករំលែកការលំបាកពង្រឹងកម្លាំងសាមគ្គីភាពដើម្បីការពារអធិបតេយ្យភាពសមុទ្រនិងកោះនៃមាតុភូមិជាមួយគ្នាទន្ទឹមជាមួយនឹងការឃោសនាកម្មវិធីនៅតែងជូនតង់ជាតិចំនួន500ឆាយីលាក់អំហោចំនួន50និងអំណោយចំនួន100ចំណែកតម្លៃ1លានដុងក្នុងមួយចំណែកដល់គ្រួសារគោលនយោបាយគ្រួសារក្រគ្រួសារក្បែរក្រនិងសិស្សឆ្លងកាត់លំបាកសិក្សាល្អ Hôm nay cũng được tuyên truyền của cảnh sát biển vùng 4 បាននគរបាលសមុទ្រតំបន់4ឃោសនាពីច្បាប់ខ្ញុំនឹងឃោសនាដល់ក្រុមគ្រួសារនិងសាច់ញាតិមេមីងនឹងក្រើនរំលឹកដល់កូនចៅពីទំនួលខុសត្រូវនិងកាតព្វកិច្ចចំពោះមាតុភូមិភាពសប្បាយរីករាយពេលទទួលបានឆាយីលាក់របស់អ៊ុំនិងតង់ជាតិនិងអំណោយសុខុមាលភាពសង្គម ការជូនអំណោយការឃោសនាច្បាប់ទាំងអស់បានបន្សល់ទុកនៅស្នាមគំនូរយ៉ាងជ្រាលជ្រៅពីមនោសញ្ចេតនាសេនាជនកម្មវិធីនគរបាលសមុទ្ររួមដំណើរជាមួយនឹងប្រជានេសាទនៅឃុំញៀងមីមិនត្រឹមតែរួមចំណែកលើកកម្ពស់ការយល់ដឹងច្បាប់ប៉ុណ្ណោះទេនៅទាំងអះអាងសាមគ្គីភាពជាខែលដករឹងមាំដើម្បីការពារជីវភាពសន្តិភាពលើដីគោកក៏ដូចជាអធិបតេយ្យភាពសមុទ្រកោះដកពិសិដ្ឋរបស់មាតុភូមិ